thầm ta có mà ba nhom nơi khai thả đây tê tí tí đã bàn tên nó gây hay phải để nhom tinh ta từ bông á con sờ bài cho nó nhom vô con từ mưa xe cầm rồi bao kê năng con sờ bài cho nó hay mình cho thắng trong tờ lũ đây khai đầm bay mà tinh nơi mũi chất côn chẳng á tại mà đò lời nên cao tinh ta bao nhom năng biết thôi phụ con bà bài cho tinh khổ sao mà lấy vật ra con cản lấy pê này máu này nhom thang con chọ máu nhom hiền từ tua con nhom hiền là hàng từ tua qua một chút ta ngày na pê na con do lôi nhom tới hả lôi nhom về mau cho đi con na lôi nhom vào ai nhom mà cho đi con na con lôi nhom ơi ការអាងរបស់ក្រសួងដែនដីបែបនេះក្រោយពីពលរដ្ឋរងគ្រោះនៅក្នុងគម្រោងសាងសង់ផ្ទះរបស់អង្គការលេងនវត្រានៅបណ្ដោយផ្លូវ 6A និងគម្រោងជ្រេ100ក្នុងរាជធានីភ្នំពេញបានប្រមូលផ្ដុំគ្នាតវ៉ាបិទផ្លូវនៅមុខក្រសួងនៅព្រឹកថ្ងៃប្រហ័សទី 15 ខែមករាឆ្នាំ 2026 នេះពលរដ្ឋដែលចូលរួមតវ៉ាទាំងនោះបានស្រែកតគ្នាថាអង្គការលេងនវត្រាជាអង្គការបោកប្រាស់សងលុយពួកខ្ញុំវិញបន្ថែមពីនេះក្រុមអ្នកតវ៉ាបានលើកបដាដោយសរសេរថាលេងនវត្រាត្រូវសងលុយពួកខ្ញុំវិញគម្រោងជ្រេ100អ្នកស្រីរ៉ាស្រីតូចជាអតិថិជនរងគ្រោះក្នុងគម្រោងសាងសង់ផ្ទះរបស់អង្គការលេងនវត្រានៅតាមបណ្ដោយផ្លូវ 6A ប្រាប់ថាអស់រយៈពេលជាង 4 ឆ្នាំមកនេះអ្នកស្រីមិនបានទទួលផ្ទះពីអង្គការលេងនវត្រាឡើយខណៈអង្គការរូបនេះបានទទួលលុយគ្រប់ចំនួនពីគ្រួសារអ្នកស្រីរួចរាល់ហើយពីប្រាក់សន្សំជិតមួយជីវិតនិងលក់ទ្រព្យសម្បត្តិពីខេត្តអ្នកស្រីទូចរំពឹងថាគ្រួសាររបស់ខ្លួននឹងមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនហើយលែងរស់នៅក្នុងបន្ទប់ជួលប៉ុន្តែផ្ទុយទៅវិញក្តីស្រមៃហាក់ត្រូវរលាយត្បិតពេលនេះជំរឿក៏គ្មានប្រាក់សន្សំនិងទ្រព្យផ្សេងក៏អស់ហើយគ្រួសារអ្នកស្រីត្រូវរស់នៅក្នុងបន្ទប់ជួលដដែលថ្ងៃនេះខ្ញុំអត់មានអារម្មណ៍ក្នុងការធ្វើការទេហើយបើនិយាយពីរឿងកូនវិញ stress បងអញគិតមើលទៅបើពួកយើងនៅតែមកបន្ទប់មួយបាយផងទឹកផងអីនៅហ្នឹងហើយកូនតែងតែសួររហូតថាម៉ាក់ពេលណាយើងទៅនៅផ្ទះថ្មីខ្ញុំអត់អាចឆ្លើយនឹងសំណួរនឹងបានទេហើយម៉ាក់ប៉ាខ្ញុំក៏គាត់ដឹងថាពួកខ្ញុំបាក់ចិត្តដែរគាត់តែងតែឆាន់មកសួររហូតគាត់នៅខេត្តគាត់ថាមិនអីកូនគេបានសាងសង់បន្តនៅខ្ញុំក៏ខ្លាចគាត់បាក់ចិត្តខ្ញុំចិត្តតែប្រាប់គាត់ថាគេដាក់ជាងបន្តសាងសង់ហើយប៉ុន្តែវាគ្រាន់តែជាការកុហកគាត់មួយខ្ញុំគ្រាន់តែកុហកកុំឲ្យគាត់បាក់ចិត្តទេប៉ុន្តែហងៃខ្ញុំក៏បាក់ចិត្តដែរតែខ្ញុំមិនបាននិយាយអីបានទេចង់ឲ្យខ្ញុំបានស្រែកនៅក្នុង Facebook ដែរប៉ុន្តែអត់មានណាគេជួយពួកខ្ញុំទេអញ្ចឹងខ្ញុំគ្រាន់តែចង់ឲ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហានឹងឲ្យពួកខ្ញុំអត់អាចទៅមុខបានទេបើមិនខ្ញុំអត់បានទទួលបានទាំងហ្នឹងព្រោះវាជាតែលើកដំបូងដែលខ្ញុំទិញហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងបានទាំងនៅដូចគេផ្សេងដែរប៉ុន្តែវាអត់អាចសមហ្មងដោយសារបរិយាពជាពេលម្ដងហើយម្ដងទៀតឥឡូវឲ្យពួកខ្ញុំធ្វើម៉េចបើតាមអ្នកស្រីរ៉ាស្រីតូចក្នុងគម្រោងសាងសង់ផ្ទះរបស់អង្គការលេងនវត្រាអ្នកស្រីត្រូវទិញផ្ទះមួយល្វែងដែលមានតម្លៃជាង$40,000តែមកទល់ពេលនេះផ្ទះមួយល្វែងនោះអ្នកស្រីទទួលបានត្រឹមតែគ្រោងផ្ទះនិងប្លង់ប៉ុណ្ណោះពលរដ្ឋរងគ្រោះម្នាក់ទៀតអ្នកស្រីឆាយសុជាតិប្រាប់វិទ្យុស្ត្រីដែរថាអ្នកស្រីបានទិញផ្ទះវីឡាមួយខ្នងពីគម្រោងអង្គការរូបនេះជាង 5 ឆ្នាំមកហើយតែមិនទទួលបានផ្ទះតាមការសន្យានៅឡើយអ្នកស្រីសុជាតិអះអាងថាជាង 5 ឆ្នាំនេះមានតែគ្រោងផ្ទះគណៈគ្រួសារអង្គការរូបនេះយកលុយពីអ្នកស្រីនិងពលរដ្ឋរងគ្រោះផ្សេងទៀតទៅចាយហឺហាដោយមិនព្រមសង់ផ្ទះអតិថិជនទិញផ្ទះថាបានផ្ទះឲ្យកូននឹងស្នាក់នៅឥឡូវនឹងអត់បានផ្ទះឲ្យកូននៅទេដោយសារអង្គការលេងនវត្រានឹងក្បត់ពាក្យសន្យាក្បត់ទំនុកចិត្តរបស់ប្រជាជនទាំងអស់ហ្នឹងអញ្ចឹងនេះផលបាក់នេះទាំងអស់នេះកំពុងតែពិបាកខ្លាំងហើយអូនសំណុំពរឲ្យសម្ដេចធិបតីសម្ដេចពុកជួយប្រជាពលរដ្ឋខ្មែរដែលរងគ្រោះលោកអង្គការលេងនវត្រានឹងអត់គោរពពាក្យសន្យាអត់បកគលផ្ទះឲ្យប្រជាជនទិញផ្ទះអត់បានផ្ទះអញ្ចឹងសូមជួយឲ្យដោះស្រាយឲ្យបានផ្ទះឲ្យប្រជាជននៅគ្រប់គ្នាផងព្រោះអីបងលុយរួចអស់ហើយក្រៅពីពលរដ្ឋរងគ្រោះក្នុងគម្រោងសាងសង់ផ្ទះរបស់អង្គការលេងនវត្រានៅបណ្ដោយផ្លូវ 6A ក្នុងនោះក៏មានពលរដ្ឋរងគ្រោះផ្សេងទៀតក្នុងគម្រោងជ្រេ100ដែលជាគម្រោងទិញលក់ដីឡូផងដែរអ្នកស្រីអ៊ុំសឿនពលរដ្ឋរងគ្រោះក្នុងគម្រោងជ្រេ100ម្នាក់ទៀតលើកឡើងថាអ្នកស្រីនិងកូនបានខ្ចីប្រាក់ពីធនាគារដើម្បីទិញដីឡូរបស់អង្គការលេងនវត្រាដែលមានតម្លៃជាង$8,000
ជាអ្នកធ្វើការមើលក្មេងតាមផ្ទះនិងជាអ្នកទទួលបន្ទុកក្នុងគ្រួសារអ្នកស្រីសនថាពេលបើកប្រាក់ខែមើកបានត្រឹមតែបង់ធនាគារចំណែកកូនត្រូវបោះបង់ការសិក្សាដើម្បីជួយរកចំណូលផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃបើតាមពលរដ្ឋរូបនេះរំពឹងថាដី1ឡូដែលខ្លួនទិញពីអង្គការលេងនវត្រានឹងបានសាងសង់ផ្ទះទុកឲ្យកូនហើយនឹងមានទីជម្រករស់នៅត្រឹមត្រូវក្នុងជីវិតចុងក្រោយតែផ្ទុយទៅវិញជាង4ឆ្នាំនេះមិនឃើញដីឡូដែលអង្គការនេះលក់ឲ្យអ្នកស្រីនៅឡើយមានតែសំណុំពរឲ្យលោកអង្គការនឹងគាត់គង់ប្រជាពលរដ្ឋដែលទិញផ្ទះទិញដីហ្នឹងឲ្យបានគ្រប់គ្នាផងពីព្រោះថាយើងទិញផ្ទះចង់បានផ្ទះយើងទិញដីចង់បានដីអញ្ចឹងខ្ញុំមិនមែនជាទិញដីខ្ញុំធ្វើអាជីវកម្មទេខ្ញុំទិញដើម្បីរស់នៅចាអញ្ចឹងសូមដោះស្រាយឲ្យពួកខ្ញុំផងខ្ញុំចង់បានតែដីខ្ញុំវិញទេព្រោះលុយខ្ញុំឲ្យទៅទាំងដុំអញ្ចឹងត្រូវតែឲ្យដីខ្ញុំព្រោះវាលើសមិនតិចឆ្នាំទេបើត្រឹមតែកន្លះឆ្នាំអីក៏ខ្ញុំអត់ថាដែរឥឡូវ2ឆ្នាំហើយមិនដឹងតែទៅមុខហ្នឹងប្រហែលឆ្នាំទៀតក្នុងការលើសតែខ្ញុំបានអត់ដីហ្នឹងហើយខ្ញុំចំណាស់នេះហើយតែខ្ញុំអាចរស់នៅដីនឹងបានអត់យើងមើលឃើញអញ្ចឹងខ្ញុំសូមឲ្យតែគាត់ដោះស្រាយឲ្យខ្ញុំឆាប់ខ្ញុំចង់បានតែប៉ុណ្្នឹងឯងចានិយាយទៅបើគាត់អត់មានដីឲ្យខ្ញុំសុំលុយខ្ញុំវិញហ្នឹងខ្ញុំសុំលុយខ្ញុំវិញអញ្ចឹងណាព្រោះយើងទិញយើងចង់បានដីអញ្ចឹងបើសិនជាគាត់អត់ដោះស្រាយឲ្យដីឲ្យអីខ្ញុំវិញទេសុំតែសងលុយខ្ញុំវិញមករដ្ឋាភិបាលអីគាត់ជួយចាសូមខាងក្រសួងពាក់ព័ន្ធឬក៏រដ្ឋាភិបាលនឹងសូមឲ្យជួយដោះស្រាយតាក់ទងបញ្ហាដីផ្ទះនឹងឲ្យប្រជាពលរដ្ឋបានគ្រប់គ្នាផងកុំឲ្យអង្គការគាត់ចេះតែដោះសារចេះដោះសារចុះពាក្យដោះសារគឺជាពាក្យបោកប្រាស់អញ្ចឹងខ្ញុំអត់ចង់ឮសូរអង្គការគាត់មានឈ្មោះជាអង្គការអត់ចង់ឮសូរថាគាត់ជាអង្គការឲ្យបោកប្រាស់ជាពលរដ្ឋក្រីក្រទេអញ្ចឹងខ្ញុំស្នើសុំគ្រប់ទាំងអស់សូមឲ្យជួយក្រសួងពាក់ព័ន្ធសូមឲ្យជួយដល់ប្រជាពលរដ្ឋគ្រប់គ្នាដែលរងគ្រោះនេះឲ្យបានឆាប់ផងយោងតាមពលរដ្ឋរឿងគ្រោះផ្សេងទៀតក៏បានអះអាងដូចគ្នាថាក្នុងកិច្ចសន្យាទិញលក់បានកំណត់ថាគិតចាប់ពីថ្ងៃចុះកិច្ចសន្យាទិញលក់ភាគីខាងក្រុមហ៊ុននឹងប្រគល់ផ្ទះឲ្យអតិថិជនក្នុងរយៈពេល18ខែឬ1ឆ្នាំ6ខែប៉ុន្តែក្រោយទិញរួចរហូតមកដល់ពេលនេះគឺមានរយៈពេលប្រមាណ4ឆ្នាំហើយក្រុមហ៊ុនមិនទាន់សាងសង់ផ្ទះនៅឡើយជុំវិញការតវ៉ារបស់ប្រជាពលរដ្ឋនេះលោកសុំមនោរម្យនាយករងខុទ្ទកាល័យក្រសួងដែនដីនគររូបនីយកម្មនិងសំណង់បញ្ជាក់ប្រាប់ពលរដ្ឋតវ៉ាថាកន្លងមកក្រសួងបានដោះស្រាយបញ្ហាបណ្ដឹងរបស់ប្រជាពលរដ្ឋក្នុងគម្រោងផ្លូវ 6A មានផ្ទះចំនួន 1000 ល្វែងក្នុងនោះក្រសួងអន្តរាគមន៍ឲ្យម្ចាស់បុរីសាងសង់ផ្ទះឲ្យពលរដ្ឋបានចំនួនជាង300ខ្នងដែលឡែកបញ្ហាដីឡូវិញលោកថាក្រសួងបានដោះស្រាយជូនពលរដ្ឋចិត្តគ្រប់គ្នាហើយពិសេសនឹងប្រមូលទ្រព្យរបស់អង្គការលេងនវត្រាមកសង់ផ្ទះជូនពលរដ្ឋអញ្ចឹងអ្វីដែលក្រសួងខិតខំធ្វើនេះគឺព្យាយាមបញ្ចប់ហើយផ្ដល់សុវត្ថិភាពលើផ្ទះសម្បែងនិងដីធ្លីជូនបងប្អូនទាំងអស់ហើយជំហានទៅមុខទៀតនេះតាមការដឹកនាំការចកលបង្ហាញរបស់អាដាមបាក់ផ្ទាល់គឺថាទី1គឺយើងនឹងប្រម៉ែប្រមូលរាប់ជាដីធ្លីជាអីនេះដើម្បីធ្វើការលុបឡាយឡំបាទលុបឡាយឡំដើម្បីយកថវិកាទាំងអស់នោះមកសង់ចាប់គ្រប់ប្លុកដែលនៅសេសសល់ហើយនឹងចាក់ពេញដីឡូបាទទី2គឺយើងឯកភាពគ្នាក្នុងការជំរុញការចេញបានឲ្យចប់មានន័យថាកន្លងមកយើងចេញបានជាង 5000 បានហើយអញ្ចឹងនៅសល់ប្រាក់ខែ 2000 នេះទៀតនឹងបញ្ចប់បាទអញ្ចឹងប្រាក់ខែ 2000 នេះប្រាក់ខែក្នុងខែ5ខែ6ខាងមុខពេលដែលយើងដោះស្រាយបញ្ហាវិវាទដីដែលនៅក្នុងប្លុកដែលមានបញ្ហាចាប់សន្ទុកយើងចេញបានបងប្អូនអញ្ចឹងបញ្ហាបាននេះគឺយើងខ្ញុំធានាក្នុងនាមក្រសួងគឺនឹងផ្ដល់ជូនបងប្អូនទាំងអស់បានបាទចំណុចទី3យើងឯកភាពគ្នាដែរដោយកំណត់ហេតុដែលយើងបានប្រជុំគ្នាកាលពីខែ10គឺយើងនឹងជួបគ្នា3ខែម្ដងអញ្ចឹងខែនេះគឺគ្រូស្នើសុំឲ្យមានការជួបជុំដើម្បីក្រសួងមានលទ្ធភាពរាយការណ៍ជូនបងប្អូនបាទរាយការណ៍ជូនបងប្អូនហើយពាក់ព័ន្ធនឹងការលក់ឡាយឡំនៅទ្រព្យសម្បត្តិនៅពេលនេះពេលដែលបានថវិកាមកក្រសួងដើរតួនាទីជាអ្នកសម្របសម្រួលដឹកនាំលើការងារសាងសង់
ដើម្បីបញ្ចប់គម្រោងនេះតែម្ដងបាទគួរជាក់ស្ដែងពេលដែលចាប់ប្រជុំជាមួយនឹងបងប្អូនប្រជាជនក្នុងកំឡុងខែ10ខែ11នេះគឺយើងបានឲ្យក្រុមការងារជំនាញរបស់ក្រសួងហើយនឹងក្រុមហ៊ុនអ្នកវាយតម្លៃចុះទៅប្រជុំនៅទីតាំងបរិយាផ្ទាល់ហើយនឹងពិនិត្យមើលទៅលើស្ថានភាពសំណង់បាទស្ថានភាពសំណង់ថាតើផ្ទះដែលនៅសេសសល់ហ្នឹងសង់បាន 20% 30% 40% 50%ចឹងត្រូវតម្លៃសង់ចាំប៉ុណ្ណាចឹងយើងបានធ្វើកិច្ចការនេះបាទអញ្ចឹងយើងខ្ញុំមកដល់ម៉ោងនេះជាក្រសួងសម័យជាក្រសួងស្ថាប័នដែលចូលរួមដោះស្រាយលើកិច្ចការនេះកន្លងមកហើយនឹងបន្តជំរុញការដោះស្រាយបន្ថែមទៀតបាទអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់នេះនឹងទទួលយកហើយយើងនឹងធ្វើការជាមួយគ្នាជាប្រចាំបាទដើម្បីឈានទៅបញ្ចប់ដោះស្រាយបញ្ហាជារួមសម្រាប់គម្រោងនៅជ្រែ100ហើយនឹង 6A អញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់ទទួលយកនៅអ្វីដែលខ្ញុំបានជំរាបជូនបាទហើយសូមឲ្យបងប្អូនយើងទាំងអស់ស្មោះចិត្តទាំងអស់គ្នាបាទជឿជាក់លើក្រសួងព្រោះយើងបានដោះស្រាយមកឆ្ងាយហើយវាសិនតែ70-80%ហើយចាប់នឹងសល់ដាក់តែ20-30% ចាប់បាទអញ្ចឹងសង្ឃឹមថាបងប្អូនបន្តចូលរួមសហការហើយធ្វើការបានសន្តិភាពជាប់ជាប្រចាំនៅក្រសួង ប៉ុន្តែពលរដ្ឋរឿងគ្រោះវិញគឺអ្នកស្រីឆាយសុជាតិមើលឃើញថាដំណោះស្រាយរបស់ក្រសួងដែនដីតែងតែប្រាប់ឲ្យពលរដ្ឋរឿងគ្រោះចាំបន្តហើយបន្តទៀតក្នុងពេលដែលពលរដ្ឋមកតវ៉ានៅព្រឹកនេះគឺពួកគេកំពុងប្រឈមនឹងបញ្ហាជីវភាពខ្លាំងនិងបំណុលធនាគារផងដែរ ចំពោះក្រសួងពជាថាឲ្យចាំប្រហែលខែគឺពជាតែអញ្ចឹងរហូតទេ5ឆ្នាំហើយអញ្ចឹងបងប្អូនតំណាងឲ្យនៅម្លឹកផ្លូវជាតិលេខ 6A ហ្នឹងគឺពជាទៅរហូតហើយអត់បានបើអត់ពជាមិនមែនមកបាតកម្មហ្នឹងឯងអញ្ចឹងបានន័យថាពជាម្ដង2ខែម្ដង3ខែម្ដង1ខែឲ្យពជារហូតហើយពជារហូតហើយប្រជាជននឹងអនុគ្រោះអត់ធ្មត់យូរហើយប៉ុន្តែនៅតែពជារហូតហ្នឹងអញ្ចឹងបានន័យថាពាក្យសម្ដីដែលឲ្យពជាហ្នឹងវាលឺរហូតមកហើយបន្តឲ្យខ្ញុំលឺរហូត ករណីស្តៀងគ្នានេះដែរកាលពីថ្ងៃទី13ខែមករាឆ្នាំ2026ពលរដ្ឋប្រហែល300នាក់បាននាំគ្នាតវ៉ានៅក្រសួងយុតិធធម៌ដើម្បីស្នើឲ្យក្រសួងពន្លឿនសំណងពីគម្រោង Brilliant City ឆ្នាំ2024ក្រោយពីពួកគេបានយកប្រាក់កម្ចីពីធនាគារនិងមីក្រូហិរញ្ញវត្ថុទៅវិនិយោគជាមួយនឹងគម្រោងវិនិយោគរបស់អតីតអង្គការលេងចន្ទាដែលស្ថិតនៅក្នុងការឃុំខ្លួនបណ្ដោះអាសន្នលោកលេងនវត្រាជាអ្នកជំនួញអចលនទ្រព្យដ៏ជោគជ័យលោកបានចាប់ផ្ដើមមុខជំនួញដីធ្លីតាំងពីពុះដីឡូលក់រហូតដល់បង្កើតបុរីរាប់រយល្វែងនៅក្នុងទីក្រុងនិងតាមខេត្តមួយចំនួនក្រៅពីនេះអង្គការរូបនេះតែងតែលេចមុខនៅក្នុងសង្គមក្នុងកម្មវិធីផ្ដល់ជំនួយដល់កាកបាទក្រហមនិងការងារសប្បុរសដទៃទៀតផងដែរ វិទ្យុស្ត្រី